លោក Netanyahu ឲ្យមេដឹកនាំពិភពលោកចូលរួមក្នុងសង្គ្រាមដែលខ្លួនចាប់ផ្ដើមសង្គ្រាមនៅអ៊ីរ៉ង់ឈានចូលដល់សប្តាហ៍ទី4រាល់ភាគីពាក់ព័ន្ធមិនទាន់មាននរណាម្នាក់បានបន្ធូរដៃក្នុងសង្គ្រាមនេះនៅឡើយទេជាក់ស្ដែងអ៊ីរ៉ង់បន្តវាយប្រហារសងសឹកទៅលើអាមេរិកនិងអ៊ីស្រាអែលវិញនៅទូទាំងតំបន់មជ្ឈិមបូព៌ានិងទីក្រុងខ្លះនៅអ៊ីស្រាអែលផងដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអំពាវនាវឲ្យមេដឹកនាំពិភពលោកចូលរួមក្នុងប្រតិបត្តិការ Roaring Lion និង Epic Fury របស់ខ្លួននិងអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់អំឡុងពេលដែលលោកនិងមន្ត្រីអ៊ីស្រាអែលជាច្រើនរូបទៀតបានទៅទស្សនាទីតាំងដែលអ៊ីស្រាអែលរងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់នៅភាគខាងត្បូងទីក្រុងអារ៉ាត់កាលពីថ្ងៃអាទិត្យលោក Netanyahu បានប្រមានថាអ៊ីរ៉ង់មានសមត្ថភាពវាយប្រហារយ៉ាងជ្រៅទៅក្នុងទ្វីបអឺរ៉ុបពួកគេកំពុងដាក់មនុស្សគ្រប់គ្នាឲ្យស្ថិតនៅក្នុងគោលដៅរបស់ពួកគេយោងតាមសារព័ត៌មាន The Jerusalem Post ផ្សាយនៅថ្ងៃទី22ខែមីនាអ្នកសារព័ត៌មានបានសួរលោក Netanyahu អំឡុងពេលដែលលោកចុះទៅមើលកន្លែងរងគ្រោះថាតែការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងម៉េចដែរលោកឆ្លើយថាយើងអាចឆ្លើយតបដោយកម្លាំងដ៏ខ្លាំងក្លាបានប៉ុន្តែមិនមែនឆ្លើយតបលើទីតាំងជនស៊ីវិលទេលោកបន្តថាប្រសិនបើអ្នកចង់បានភស្តុតាងដែលបង្ហាញថាអ៊ីរ៉ង់ធ្វើឲ្យពិភពលោកទាំងមូលទៅជាយ៉ាងណាក្នុងរយៈពេល48ម៉ោងទៀតនឹងបានបញ្ជាក់ហើយពួកគេបានបាញ់ទៅលើក្រុងយេរូសាឡឹមនៅជាប់នឹងកន្លែងពិសិដ្ឋនៃជំនឿតែមួយនៃព្រះទាំង3លោក Netanyahu បានចង្អុលបង្ហាញថាដល់ពេលដែលត្រូវឃើញមេដឹកនាំនៃប្រទេសដទៃទៀតចូលរួមខ្ញុំរីករាយដែលឃើញថាពួកគេមួយចំនួនកំពុងធ្វើដំណើរទៅក្នុងទិសដៅនោះជួយអ៊ីស្រាអែលអាមេរិកប៉ុន្តែយើងត្រូវការច្រើនជាងនេះគួរបញ្ជាក់ថាការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួសនិងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរដល់តំបន់អារ៉ាត់ទោះបីជាមានការអះអាងបែបនេះពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏សង្គ្រាមនៅអ៊ីរ៉ង់ដែលបានចាប់ផ្ដើមឡើងដោយអាមេរិកនិងអ៊ីស្រាអែលនេះត្រូវបានពិភពលោកថ្កោលទោសចំពោះការសម្រេចចិត្តនេះហើយសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកបានបដិសេធចូលរួមក្នុងសកម្មភាពសង្គ្រាមនេះទេ